ថ្ងៃនេះខ្ញុំបានមកដើរបេះមើលខ្នុរក្បែរផ្ទះចឹងណាបងប្អូនអើយឬគេហៅថាខ្នុរចឹងណាហើយនិយាយពីផ្លែបងប្អូនអើយផ្លែតាំងពីគល់រហូតដល់ចុងតែម្ដងចឹងណាបងប្អូនណាតាំងពីដីមកបងប្អូនណាផ្លែមានធំមានតូចផ្លែចម្រុះគ្នាតែម្ដងអាមួយទុំចឹងទៅអាមួយក្តាប់បន្តទៀតដែរចឹងហើយមកបន្តគ្នារហូតចឹងបងប្អូនណាចឹងយើងហូបមួយបានមួយបន្តគ្នារហូតបងប្អូននិយាយពីផ្លែវិញតាំងពីនេះបងប្អូនណាមើលពីគល់វារហូតទៅដល់ចុងតែម្ដងបងប្អូនណាសូមអាសាតែម្ដងអញ្ចឹងយើងងាយស្រួលបេះដែរបងប្អូនណាមិនហត់ងាយឡើងទៅបេះដល់ចុងវាខ្ពស់ទេអញ្ចឹងបងប្អូនមើលផ្លែជ្រែកដល់ដីតែម្ដងអញ្ចឹងណានេះអត់សូវមានភ្លៀងផងបើមិនជាមានភ្លៀងទៀតមិនដឹងជាផ្លែយ៉ាងណាទេដោយសារតែក្តៅរៀងយូរពេកទៅបានភ្លៀងមកឡើយនោះវាមានបានចេះផ្លែមកច្រើនដែរបងប្អូនណានៅខាងលើអត់សូវមានប្រមាណទេសម្បូរទៅខាងក្រោមវិញអញ្ចឹងណាហើយនៅនេះដែរខាងខ្ញុំបានដើរបេះហើយបានទុំមួយអញ្ចឹងបងប្អូនណាទុំនោះយើងយកមកពុះដើម្បីធ្វើដូចជាបង្អែមលាយជាមួយនឹងទឹកដោះគោហើយនឹងទឹកកកតែម្ដងអញ្ចឹងណាបងប្អូនណាឥឡូវយើងបានពុះហើយបងប្អូនណារឿងក្អូបឈ្ងុយដែរបងប្អូនណាមើលទៅរឿងឈ្ងុយដែរបងប្អូនអើយជាតិដែរនេះឥឡូវយើងចាប់ដើមពុះវាហើយមិនដឹងថាយើងខ្លែបអត់ទេបងប្អូនណាអូនេះបងប្អូនដោយសារវារៀងយូរពេកមើលទៅវាមានខ្លែបខ្លះអត់ខ្លះអញ្ចឹងបងប្អូនណាមើលទៅតំណឆ្ងាញ់ដែរជាតិតែបងប្អូនណាព្រោះយើងធម្មជាតិក្បែរផ្ទះយើងកម្រនឹងបានហូបដែរអញ្ចឹងណាបងប្អូនណាធ្លាប់ទិញផ្សារមកយើងមិនដឹងថាយកមកពីណាពីណីមកទេអញ្ចឹងណាឥឡូវនេះយើងចាប់ផ្ដើមពុះរួចរាល់អស់ហើយពុះហ្នឹងបើសិនជាបងប្អូនលាបខ្លាញ់វានៅកបិតតិចអត់ជាប់ជ័រស្អិតវាទេអញ្ចឹងណាបងប្អូនណាហើយយើងបានចិត្តយកឈ្នូលវាចេញរួចហើយយើងពុះវាជា3 4ចំណុចមកហើយយើងពុះយកឈ្នូលវាចេញអញ្ចឹងណាបងប្អូនណាបានយើងបករួចហើយដាក់ចានអញ្ចឹងបងប្អូនណាតំណបងប្អូននេះខ្លែបវាគឺអែមតែម្ដងបងប្អូនណាគ្រាន់យើងបកហើយអីហើយហ្នឹងក៏ភ្លក់ហូបឲ្យឆ្ងាញ់ដែរបងប្អូនណាបានយកទៅធ្វើបង្អែមធ្វើសាហួយទៀតគឺឆ្ងាញ់ដែរបងប្អូនណាឥឡូវនេះខាងបងប្អូននេះខ្ញុំបានបេះលាយជាមួយនឹងត្នោតបន្តិចណាបងប្អូនណាយើងបេះខ្នុរហ្នឹងលាយជាមួយនឹងត្នោតដើម្បីត្រៀមធ្វើវាដាក់លាយជាមួយនឹងទឹកកកជាមួយនឹងទឹកដោះគោស្រស់របស់យើងអញ្ចឹងនេះបងប្អូនណាខ្ញុំចាក់ចូលបងប្អូនអើយតំណឆ្ងាញ់ដែរណាបងប្អូនណារៀនធ្វើហូបមើលតែឆ្ងាញ់ប៉ុណ្ណាបានដែរអញ្ចឹងណាបងប្អូនណាយើងមិនចាំបាច់ហត់ទៅទិញគេទេឲ្យតែមានក្បែរផ្ទះយើងឆ្នៃធ្វើខ្លួនឯងបងប្អូនណាទឹកដោះគោមានអីផ្សេងទាំងអស់ហ្នឹងបងប្អូនណាឆ្ងាញ់ដែរណាបងប្អូនណាឥឡូវបងប្អូនឥឡូវចាំចាប់ដើមកូរឲ្យបងប្អូនមើលឥឡូវហើយដោយសារអីនេះបងប្អូនឲ្យវាចូលជាតិណាយើងដាក់ខ្ទិះដាក់អីឥឡូវយើងកូរបងប្អូននេះតំណងហើយបងប្អូនណាជាតិតែម្ដងបងប្អូនណាហត់គ្រូមកបងប្អូនអើយមកធ្វើការអស់កម្លាំងអីបានហត់អញ្ចេះជាឆ្ងាញ់ហើយធម្មជាតិទៀតបងប្អូនណាគាត់ថាហូបទៅគឺឈ្ងុយមកឈ្ងុយតែម្ដងបងប្អូនណាអរគុណចាស់បងប្អូនអរគុណ